ទីម្ដងជាដាច់ខាតពេលទី2នេះគឺការបកស្រាយអំពីដំណើរការរៀងរាល់2ម៉ោងម្ដងនៅនីតិទី15ឧទាហរណ៍ថាម៉ោង2 15នាទីដល់ពេលកំណត់ទី3គឺជាការបកស្រាយអំពីដំណើរការរៀងរាល់3ម៉ោងម្ដងនៅនាទីទី30ដល់ពេលទី4គឺដំណើរការរាល់15នាទីម្ដងចន្លោះម៉ោង8ដល់ម៉ោង10យប់ម៉ោង22ម៉ោង10យប់ហើយ1ដល់5បានន័យថាពីចានដល់10ចំណែកខមមិនទី5គឺការបកស្រាយអំពីដំណើរការរាល់2ម៉ោងម្ដងចាប់ផ្ដើមពីនាទីទី0ចន្លោះម៉ោង9ដល់ម៉ោង5ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រការបកចំណែកឯខមមិនទី6គឺដំណើរការនៅនាទីទី15ម៉ោង9ម៉ោង1ម៉ោង1និងម៉ោង5ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចំណែកខមមិនទី7គឺដំណើរការ4ម៉ោងម្ដងដោយចាប់ផ្ដើមពីម៉ោង1ព្រឹកគឺចន្លោះម៉ោង1ម៉ោង5ម៉ោង9ម៉ោង13ម៉ោង1ម៉ោង5ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចំណែកឯទី8គឺដំណើរការនៅម៉ោង2 30នាទីរំលងអធ្រាត្ររាល់ថ្ងៃច័ន្ទថ្ងៃពុធហើយនិងថ្ងៃសុក្រដល់ពេលទី9ហ្នឹងគឺដំណើរការនៅម៉ោង10ព្រឹកចំថ្ងៃសុក្រដល់ពេលទី10ហ្នឹងគឺ10នាទីម្ដងចន្លោះពីម៉ោង9ដល់ម៉ោង6ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចំណែកឯទី10នោះគឺទី11នោះគឺដំណើរការចាប់ពីទី0នៃម៉ោង8ម៉ោង12ម៉ោង4រសៀលម៉ោង8ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ចំណែកឯទី12នេះគឺវាដំណើរការនៅម៉ោង3 30នាទីរំលងអធ្រាត្រនៅថ្ងៃចាប់នៅថ្ងៃទី1ដល់នៃនឹងថ្ងៃទី15រៀងរាល់ខែដល់ពេលចុងក្រោយគេមិនអស់នោះគឺវាដំណើរការ5នាទីម្ដងចន្លោះពីម៉ោង9ដល់ម៉ោង5ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្របាទសូមអរគុណ